ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Everyday Chinese ខ្មែរថ្ងៃនេះខ្ញុំនឹងលើកយកមេរៀនមួយអំពីពាក្យទ័រនៅក្នុងភាសាចិនដែលគេបកប្រែថារបស់នៃឬក៏ដែលពាក្យទ័រនៅក្នុងនេះគេបញ្ជាក់អំពីរបស់ជាកម្មសិទ្ធិឧទាហរណ៍ដូចជាឡាននេះជារបស់អ្នកណាគេនិយាយថា这是谁的车谁的车មានន័យថាឡានរបស់អ្នកណាយើងមើលប្រយោគមួយទៀត你的生日是几号的生日មានន័យថាបញ្ជាក់អំពីកម្មសិទ្ធិរបស់ថ្ងៃកំណើតរបស់យើងនឹងជីហោគេអត់បកប្រែថាលេខប្រមាណទេនៅក្នុងនេះគេបកប្រែថាថ្ងៃកំណើតរបស់អ្នកនៅថ្ងៃណាអញ្ចឹងមានន័យថានៅថ្ងៃទីប្រមាណដូចគ្នាក៏ប៉ុន្តែគេអត់បកប្រែថានៅថ្ងៃទីប្រមាណបានទេណាបងប្អូនចាំចំណុចហ្នឹងមួយមើលប្រយោគមួយទៀត这条河的名字是什么មានន័យថាតើទន្លេនេះមានឈ្មោះអ្វី条河的名字មានន័យថាឈ្មោះរបស់ទន្លេហ្នឹងអាហ្នឹងជាកម្មសិទ្ធិរបស់វត្ថុអ្វីមួយអញ្ចឹងសម្រាប់មេរៀនអក្សរទ័រថ្ងៃនេះមានប៉ុណ្ណឹងមេរៀនក្រោយខ្ញុំនឹងបញ្យល់បងប្អូនអំពីពាក្យទ័រមួយទៀតអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានិង follow